The storm comes for me, Ping. I don't have long now. ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្ដែងរឿងជាទីមេត្រីរឿងតុក្កតាថ្មីមានចំណងជើងថា Dragon Keeper ឬនឹងល្អមើលខ្លាំងមែនទែនដែលនិយាយអំពីគ្មានស្នេហ៍អាយុ12ឆ្នាំមួយរូបហ្នឹងគឺនាងត្រូវបានអ្នកគ្រាជ្រើសរើសឲ្យធ្វើជាអ្នកការពារពងពូជអ្នកគ្រាចុងក្រោយបង្អស់នៅលើផែនដីនៅក្នុងរាជការហានណាដូច្នេះចង់ដឹងថារឿងនោះវាមានសន្តានស្អីរឿងយ៉ាងណានោះសូមតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាតែកុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងប៉ុណ្ណឹងមិនសម្រាប់រឿង Studio ឬ Diamond Drama ផងផ្ដើមសាច់រឿងដំបូងឡើងយើងបានឮសំឡេងរបស់ពីងគាត់និទានប្រាប់យើងថាការពីដើមឡើងនៅក្នុងប្រទេសចិនហ្នឹងរាជការហានហ្នឹងគឺមានក្រុមគ្រូសាសនាដែលពួកគេហ្នឹងតែងតែមកធ្វើបាបប្រជាជននៅក្នុងដែនដីរបស់ពួកគេដែលពេលហ្នឹងគឺប្រជាជនហើយនិងអ្នកគ្រាចហ្នឹងគឺបានរួមកម្លាំងគ្នាដើម្បីកម្ចាត់គ្រូបិសាចទាំងអស់ហ្នឹងប៉ុន្តែក្រោយមកទៀតហ្នឹងមានប្រជាអធិរាជចិនខ្លះហ្នឹងគាត់មានចិត្តចំណែនទៅនឹងអ្នកដែលត្រូវបានអ្នកគ្រាចជ្រើសរើសឲ្យខ្លាចទៅជាអ្នកថែរក្សាពួកគេដូច្នេះហើយហ្នឹងគាត់ក៏បានចាប់អ្នកគ្រាចមួយចំនួនទៅដាក់ឃុំហើយនឹងធ្វើបាបអ្នកតាមថែរក្សាអ្នកគ្រាចទាំងអស់នោះចាប់តាំងពីពេលនោះមកបានពេលហ្នឹងគឺនៅក្នុងមហាប្រាសាទមួយកណ្ដាលព្រៃមានមនុស្សពីរនាក់ពួកគេកំពុងតែធ្វើការដោះដូរលក់វត្ថុដែលផលិតចេញមកពីអ្នកគ្រាចណាដូចជាទឹករំអិលឬក៏សការបស់នាគចឹងទៅដែលបរិសម្នាក់ហ្នឹងគាត់ទាមទារចង់បានសត្វនាគទាំងរស់តែអ្នកលក់គាត់ក៏និយាយថាគឺមានតែបច្ចេកអធិរាជប៉ុណ្ណោះដែលមានសិទ្ធិយកសត្វនាគទាំងរស់ហ្នឹងយកទៅធ្វើថ្នាំតែពេលនោះយើងឃើញតាចាស់ម្នាក់ហ្នឹងក៏បានយកក្មេងស្រីមួយហ្នឹងទៅទុកនៅមុខព្រះហើយគាត់ហ្នឹងក៏រត់ចេញទៅជាមួយនឹងបរិសដែលបានទិញសកានាគហើយនឹងទឹករំអិលនាគទាំងអស់នោះចេញទៅពេលនោះក្មេងស្រីហ្នឹងយំយ៉ាងខ្លាំងហើយកម្មកររបស់អ្នកលក់ហ្នឹងគាត់ក៏បានទៅមើលឃើញក្មេងស្រីហ្នឹងទៅឃើញដុំថ្មវេទមន្តជាច្រើនហ្នឹងក៏បានហោះឡើងពេលនោះកម្មករហ្នឹងវាក៏បានយកដៃប៉ះហើយដុំថ្មហ្នឹងក៏ធ្លាក់ទៅក្រោមទៅក្មេងស្រីហ្នឹងបានយំបន្តិចបានអ្នកលក់អ្នកគ្រាចហ្នឹងគាត់ក៏បានដឹកកូនស្រីហ្នឹងធ្វើដំណើរទៅមហាប្រាសាទគាត់ទៅឃើញតែក្មេងស្រីហ្នឹងនាងអត់បាត់យំតទៅសោះគាត់ទៅដល់មហាប្រាសាទហ្នឹងព្រាមហ្នឹងគាត់មានអ្នកបម្រើស្រីមួយអញ្ចឹងអ្នកបម្រើស្រីហ្នឹងក៏រត់រះយកក្មេងស្រីហ្នឹងទៅហើយគាត់ក៏ឃើញបតោងខ្សែកហ្នឹងឈ្មោះថាភីងអញ្ចឹងគាត់ក៏បានហៅក្មេងស្រីហ្នឹងថាភីងទៅសំឡេងសត្វនាគដែលស្នែងមកពីខាងលើហ្នឹងក៏បានធ្វើក្មេងស្រីហ្នឹងបាត់យំចំណែកឯបរិសដែលបានទិញសកានាគហើយនឹងទឹកវេទមន្តរបស់នាគឯនោះវិញហ្នឹងគាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់គាត់ក៏យកទៅដើម្បីព្យាបាលម្ដាយរបស់គាត់ប៉ុន្តែគួយសោកស្ដាយឃើញថាម្ដាយរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់ថាគឺមិនអាចជួយសង្គ្រោះគាត់បានតាន់ពេលវេលាទេដែលធ្វើឲ្យបរិសហ្នឹងគឺគាត់ហ្នឹងចងគំនុំណាស់តែពេលហ្នឹងយើងអត់ទាន់ដឹងទេថាវាមានរឿងរ៉ាវការឡើងជាបន្តទៀតអញ្ចឹងណាហើយចំណែកឯភីងវិញនាងក៏បានលូតលាស់ធំធាត់នៅខាងក្នុងការចិញ្ចឹមរបស់លោកយាយនឹងទៅដែលទីដំណើររបស់ពួកគេក្នុងការថែរក្សាសត្វនាគហ្នឹងគឺនៅខាងលើភ្នំនឹងឯងប្រកឡើងលោកយាយក៏បានអាចចៅស្រីហ្នឹងទៅប្រមូលពងមាន់ហើយនាងក៏បានទៅប្រមូលពងមាន់ទៅនាងមានពួកម៉ាក់មួយទៀតដែលជាកូនសត្វកដោណាពេលហ្នឹងកូនសត្វកដោវាបានលួចចូលទៅក្នុងកញ្ចប់ពងមាន់ហ្នឹងហើយនៅពេលដែលនាងមកជួបយាយពួកយាយរបស់នាងទៅយកចំណីអាហារទៅឲ្យសត្វនេគ្រាគេឲ្យឈ្មោះថាគឺជា Honor Guest ហើយដោយសារតែកម្លាំងគាត់ចាស់ផងទៅអញ្ចឹងគឺពិបាកមែនតើពេលនោះគឺសត្វកដោនោះវាក៏បានចេញពីអាកត្រពងមាន់ទាំងអស់ហ្នឹងហើយចូលក្នុងអាកត្រផ្លែឈើនឹងដែរហើយលោក Master ហ្នឹងក៏បានស្រែកហៅឲ្យយាយរបស់ពីងហ្នឹងគឺជូនយកគ្រឿងសំណែនទាំងអស់ហ្នឹងយកទៅឲ្យសត្វនេគ្រាប៉ុន្តែដោយសារតែអីវ៉ាន់ទាំងអស់វាធ្ងន់ខ្លាំងពេកអញ្ចឹងលោកយាយហ្នឹងគាត់ក៏ដួលទៅពីងនាងក៏បានចុះមកដល់ស្តវ៉ាជាមួយនឹង Master ហ្នឹងណាហើយនិយាយថាអីទេគឺនាងអាចធ្វើការទាំងអស់ហ្នឹងចំនួនលោកយាយរបស់នាងបានដោយសារតែ Master ហ្នឹងគឺជាមនុស្សដូចរាជាមនុស្សវាអត់មានការគិតពិចារណាអីណាយាយហ្នឹងឡើងចាស់ហើយហ្នឹងឲ្យយាយហ្នឹងគឺគាត់ទូលរែករបស់ទាំងអស់ហ្នឹងទៅលើភ្នំទីអញ្ចឹងគឺយើងគិតមើលទៅគឺមានតែសត្វរាជាតែប៉ុណ្ណោះដែលវាអាចធ្វើរឿងទាំងអស់ហ្នឹងបានដូច្នេះហើយពីងនាងក៏បានចំនួនកិច្ចការយាយហ្នឹងជាយាមយកចំណីអាហារទាំងអស់ហ្នឹងឡើងទៅដល់ខាងលើភ្នំហ្នឹងទទួលបានជោគជ័យដែរនៅទីតាំងហ្នឹងគឺជាទីតាំងដែលគេកសាងឡើងដើម្បីដាក់ស្ដេចអ្នកគ្រាចនៅខាងក្រោមហ្នឹងគឺមានតែរាជអធិរាជតែប៉ុណ្ណោះដែលមានស្រាវប្រាស់ក៏ដូចជាអាចយកចំណែកណាមួយពីសត្វអ្នកគ្រាចទាំងអស់ហ្នឹងយកទៅប្រើប្រាស់ពេលហ្នឹងគេក៏បានចាក់ចំណីអាហារទាំងអស់ហ្នឹងចូលទៅខាងក្រោមហ្នឹងទៅចែកដល់ឯសត្វកដោហ្នឹងវាក៏បានធ្លាក់ទៅខាងក្រោមហ្នឹងពីងគឺនាងខូចចិត្តមែនតើព្រោះនាងគិតថាសត្វកដោនេះប្រកាសជាត្រូវស្លាប់ណាតែ Master ទាំងអស់ហ្នឹងគឺគាត់ខ្វាយខ្វល់តែគឺបានចាក់ចេញតែពេលហ្នឹងពីងនាងក៏បានលួចចុះទៅក្នុងទីតាំងដើម្បីជួយសង្គ្រោះសត្វកដោពេលនោះនាងក៏បានជួបនឹងសត្វនាគឃើញដៃរបស់នាងគឺមានល្បូនអញ្ចឹងគាត់ក៏បានហៅប្រពន្ធរបស់គាត់ឲ្យមកលំឲ្យដៃរបស់នាងនឹងបានជាអញ្ចឹងទៅហើយបន្តមកទៀតគាត់ក៏បាននាំនាងនឹងឲ្យទៅមើលពងអ្នកគ្រាចរបស់គាត់មួយអញ្ចឹងណាហើយមើលទៅសត្វនាគនឹងចូលចិត្តពីងមែនតែម្ដងពីងដែលឃើញថារួចរាល់ហើយអញ្ចឹងជួយសង្គ្រោះពួកម៉ាក់បាននាងក៏បានចេញមកដល់ខាងក្រៅទៅគាត់ចុះពីលើភ្នំបានបន្តិចអញ្ចឹងនាងក៏បានឃើញបន្ទប់មួយនៅពេលដែលនាងចូលអញ្ចឹងទៅក៏ស្រាប់តែព្រលឹងរបស់នាគនឹងគឺបាននាំនាងចូលទៅដល់ទីតាំងដែលជាទីតាំងដែលគេទុកថែរក្សាពងអ្នកគ្រាចទាំងអស់ហ្នឹងនាងក៏បានជួបអ្នកគ្រាចមួយក្បាលហ្នឹងហើយគេក៏បានឲ្យនាងនឹងការ
កាន់ពងនៃក្រៀកនឹងទៅនាងក៏ព្យាយាមស្មើសម័យក៏ដូចជាភ្ជាប់តំណងជាមួយនឹងអ្នកក្រៀកហ្នឹងក៏ស្រាប់តែនាងហ្នឹងគឺមើលឃើញឈ្មោះពងនៃក្រៀកហ្នឹងឈ្មោះថាខៃហើយពេលហ្នឹងម្ដាយហ្នឹងក៏បានប្រាប់ថាគឺមានធានាងតែប៉ុណ្ណោះដែលអាចថែរក្សាពងនៃក្រៀកនឹងបានណាហើយពេលហ្នឹងនាងក៏បានភ្ញាក់មកពីសុបិនចឹងទៅហើយយើងក៏បានឮសម្ដែងរបស់ Master ហ្នឹងគឺគាត់ស្រែកមកពីខាងលើថាអ្នកក្រៀកមួយក្បាលដែលជាប្រពន្ធហ្នឹងគឺគាត់ហ្នឹងបានស្លាប់បាត់បង់ជីវិតហើយ Master ហ្នឹងបានបញ្ជាកូនចៅរបស់គាត់ហ្នឹងទៅយកសត្វនេះនឹងមកដើម្បីប្រលះយកសាច់ប្រលះយកសកាប្រលះយកទឹកដំអិលហ្នឹងទៅធ្វើជាថ្នាំស្វាយទៅព្រះមហាក្សត្រអញ្ចឹងណាព្រឹកឡើងយើងក៏បានឃើញរាជគ្រូហើយនឹងមេតបមកពីព្រះបរមរាជវាំងហ្នឹងធ្វើដំណើរមកដល់ទីតាំងហ្នឹងពេលហ្នឹងគឺគាត់លែងឲ្យ Master ហ្នឹងនៅគ្រប់គ្រងទីតាំងហ្នឹងជាបន្តទៀតហើយលោកយាយរបស់ពីងហ្នឹងក៏បានប្រើឲ្យនាងហ្នឹងយកត្រែទៅឲ្យអ្នកទាំងពីរពេលហ្នឹងពួកគេកំពុងតែព្យាយាមរកវិធីបានយ៉ាងណាដើម្បីដឹកស្ដេចអ្នកគ្រាចុងក្រោយហ្នឹងយកទៅថ្វាយព្រះចក្ររាជព្រោះព្រះចក្ររាជហ្នឹងគឺកំពុងតែប្រឈួននៅត្រូវការព្យាបាលពីពូជអ្នកគ្រាទាំងអស់ហ្នឹងព្រាមហ្នឹងក៏ស្រាប់តែពីងហ្នឹងគឺនាងហ្នឹងអត់ចង់ឲ្យពួកគេហ្នឹងចាប់យកអ្នកគ្រាហ្នឹងទៅទេហើយដោយសារតែរាជគ្រូហ្នឹងគាត់ដូចជាចាប់អារម្មណ៍ជាមួយនឹងពីងហើយគឺគាត់ឃើញសត្វកដោនៅក្នុងតែហ្នឹងអញ្ចឹងគាត់ក៏បានចាប់សត្វកដោហ្នឹងយកទៅដាក់នៅខាងក្នុងតែហ្នឹងហើយឆុងតែហ្នឹងលក្ខណៈគឺគាត់ចង់ឲ្យពីងហ្នឹងគឺនាងបញ្ចេញថាមពលរបស់នាងព្រាមហ្នឹងក៏ស្រាប់តែពីងគឺនាងបានបញ្ចេញថាមពលរបស់នាងមែនគឺចេញមកពីអបតោងនិករបស់នាងហ្នឹងហើយដែលធ្វើឲ្យរាជគ្រូហ្នឹងគឺគាត់ចាប់អារម្មណ៍ហើយគឺគាត់ដឹងពីវិជ្ជាបាយក្នុងការទៅចាប់សត្វនិកហ្នឹងព្រោះគាត់ដឹងថាពីងហ្នឹងមានតំណែងជាមួយនឹងស្ដេចអ្នកគ្រា Denzi ហ្នឹងហើយបានកាន់តែប្លង់ទៀតមកយើងឃើញថាពួកគេទាំងអស់គ្នាហ្នឹងក៏បានទៅដល់ទីតាំងហ្នឹងមេតបគឺគាត់ចុះទៅខាងក្រោមដើម្បីប្រងហៅសត្វនិកហ្នឹងមកដល់ខាងលើប៉ុន្តែគឺសត្វនិកហ្នឹងអត់តន់ចេញទៀតដល់ចុងក្រោយទៅរាជគ្រូហ្នឹងក៏បានធ្វើបាបពីងហើយបានអ្នកគ្រាហ្នឹងគឺគាត់ព្រមបង្ហាញខ្លួនដែលពេលហ្នឹងគឺពីងហ្នឹងគឺនាងមើលឃើញថាទាហានទាំងអស់ធ្វើបាបសត្វអ្នកគ្រាហ្នឹងខ្លាំងពេកចឹងទៅនាងក៏បានស្រែកដោយចេញពីកម្លាំងឈីនៅក្នុងខ្សែករបស់នាងទៅក៏ធ្វើឲ្យពួកគេហ្នឹងគឺធ្លាក់ទៅខាងក្រោមដែលទុកឱកាសឲ្យអ្នកគ្រាហ្នឹងគឺគេអាចឡើងមកខាងលើបានពេលហ្នឹងគឺគេព្យាយាមឲ្យពងចុងក្រោយរបស់គេហ្នឹងទៅឲ្យពីងអញ្ចឹងណាពីងនាងក៏ទទួលយកពងហ្នឹងហើយយកមករក្សាទុកទៅដល់ពេលនោះរាជគ្រូហ្នឹងគាត់ក៏បានឃើញអញ្ចឹងគាត់ក៏បានវាយដរាមជាមួយនឹងនាងហើយបើទោះបីជានាងប្រើកម្លាំងរបស់នាងយ៉ាងណាក៏ដោយហ្នឹងគឺឃើញថានាងអត់អាចទទួលបានជោគជ័យទេចុងក្រោយទៅរាជគ្រូក៏ចាប់បាននាងហើយគឺគេហ្នឹងក៏បានយកពងអ្នកគ្រាហ្នឹងមកចំហៀងអញ្ចឹងទៅចាប់នាងមកចំហៀងអញ្ចឹងណាផងទម្លាក់ទៅខាងក្រោមជ្រោះឯសត្វនាគវិញហ្នឹងគឺគេក៏ព្យាយាមរើបំរាស់ចេញមកពីអាទីតាំងដែលមេតបចាប់គេហ្នឹងហើយមកយកទៅតាំងជាមួយនឹងរាជគ្រូក្នុងចុងក្រោយទៅគឺគេហ្នឹងក៏បានព្យាយាមទៅចាប់យកពីងណាព្រោះពីងតាក់មកខាងក្រោមហើយចំណែកពងអ្នកគ្រាគេវិញហ្នឹងប្របាទរាជគ្រូហ្នឹងគឺវាប្រើសត្វបិសាចរបស់វាហ្នឹងចាប់យកទៅបាត់ហើយអញ្ចឹងគេក៏បានហោះហើយភ្លាមនោះកាពីតែនហ្នឹងគាត់ក៏បានបាញ់ព្រួយមួយធ្វើឲ្យស្លាប់របស់ Denzi ហ្នឹងគឺគេមានរបួសហើយគេក៏បានហោះចេញពីទីតាំងហ្នឹងទៅអញ្ចឹងពេលនេះពេលតបគាត់ក៏បានទៅយកពងអ្នកគ្រាហ្នឹងពីរាជគ្រូព្រោះពងអ្នកគ្រាហ្នឹងវាគឺជាគោលដែលមានជីវិតអមតៈអញ្ចឹងណាគឺយកទៅថ្វាយព្រះមហាក្សត្រដើម្បីគាត់ហ្នឹងជាបាជំនឿតាមរាជគ្រូគាត់ចង់ឲ្យទេតែដោយសារតែគេគឺជាមេតបអញ្ចឹងគាត់ក៏បង្ខំចិត្តឲ្យពងទាំងអស់ហ្នឹងទៅអ្នកគ្រាក៏បានហោះនាំពីងហ្នឹងចូលទៅខាងក្នុងព្រៃមួយហើយពួកគេទាំងពីរនាក់ហ្នឹងគឺនិយាយគ្នាដោយប្រើគេហៅថាការសន្ទនាដោយប្រើអារម្មណ៍អញ្ចឹងនាគហ្នឹងគឺអត់និយាយភាសាដូចជាយើងធ្លាប់ឃើញរឿងតកតាផ្សេងៗដែលនាគហ្នឹងនិយាយភាសាមនុស្សទេគាត់គេនិយាយនៅខាងក្នុងចិត្តតែគេអាចស្ដាប់ដឹងគ្នាពេលហ្នឹងគាត់ក៏បានប្រាប់ទៅគឺពេលនេះពីងហ្នឹងគឺនាងលែងនៅជាទាសករទៅទៀតហើយព្រោះពេលហ្នឹងពីងគឺនាងចង់ត្រឡប់ទៅជួយយាយនាងតែនាគគ្រាគាត់ក៏និយាយថាអីទេយាយហ្នឹងគឺអត់មានបញ្ហាអីទេបញ្ហាសំខាន់ហ្នឹងគឺនាងទៅជួយសង្គ្រោះខៃព្រោះនាងបានសន្យាជាមួយនឹងប្រពន្ធរបស់គាត់ទៅជួយសង្គ្រោះពងនាគគ្រាហ្នឹងអញ្ចឹងណាដំបងអ្នកចង់ទៅទេតែដោយសារតែគាត់បង្ខំអីអញ្ចឹងនាងក៏សម្រេចចិត្តធ្វើកិច្ចការទាំងអស់ហ្នឹងនៅតាមផ្លូវនាងក៏បានសួរទៅ Denzi ទៅថាឈីងហ្នឹងគឺជាអីហេតុអីក៏នាងត្រូវបានគេជ្រើសរើសធ្វើទៅជាអ្នកថែរក្សាអ្នកគ្រាទាំងអស់ហ្នឹងតែពេលនោះគឺ Denzi គឺគាត់អត់តាន់ឆ្លើយទេគាត់ថាលុត្រាតែពេលនាងធ្វើកិច្ចការទៅបាននាងដឹងថាហេតុអីបានជាគេជ្រើសនាងធ្វើកិច្ចការទាំងអស់ហ្នឹងហើយចំណែកឲ្យពាក្យថាហ៊ីហ្នឹងវាគឺជាអន្តន័យមួយដែលបង្ហាញអំពីព្រលឹងឬក៏វិធីសាស្ត្រមួយហ្នឹងដែលរួមសំរវាងមនុស្សហើយនិងសត្វអ្នកគ្រាទាំងអស់ហ្នឹងហើយមិនមែនមនុស្សទាំងអស់គ្នាហ្នឹងគឺសុទ្ធតែអាចប្រើអា Spirit Chi នឹងបានទេគឺជាមនុស្សដែលល្អហើយបាទ Spirit Chi នេះគឺគេជ្រើសរើសឲ្យធ្វើកិច្ចការទាំងអស់ហ្នឹងអញ្ចឹងណាហើយមេតបគេក៏ធ្វើដំណើរទៅដល់ទីក្រុងឆាងអានទៅចំណែកឯនៅតាមផ្លូវហ្នឹងគឺពួកគេទាំងពីរនាក់ហ្នឹងគឺលក្ខណៈផ្សងព្រេងអញ្ចឹងណាហើយដោយសារតែគឺនាងមើលឃើញថាសត្វអ្នកគ្រាហ្នឹងក៏ដូចជាល្អជាមួយនឹងនាងដែរព្រោះនៅពេលហ្នឹងពួកគេទាំងពីរនាក់ហ្នឹងគឺបានឆ្លងស្ពានយល់មួយហើយនៅពេលហ្នឹងគឺស្ពានយល់ហ្នឹងវាដាច់អញ្ចឹងទៅពួកគេទាំងពីរនាក់ហ្នឹងក៏បានពាក់ទៅខាងក្រោមមូលហេតុដែលអ្នកគ្រា Denzi យើងអត់អាចហោះបានហ្នឹងគឺដោយសារតែស្លាបរបស់គាត់ហ្នឹងគឺត្រូវរបួសដែលពេលហ្នឹងគឺគាត់ព្យាយាមឲ្យពីងហ្នឹងគឺនាងប្រើធម្មពលឈីរបស់នាងទៅនាងក៏ព្យាយាមសង្រួមចិត្តបន្តិចដូច្នេះនាងក៏បានប្រើធម្មពលឈីរបស់នាងទទួលបានជោគជ័យពួកគេហ្នឹងអត់ធ្លាក់ទៅខាងក្រោមទេដោយសារតែការជួយរបស់ Denzi អញ្ចឹងយប់ហ្នឹងគឺពីងហ្នឹងនាងក៏ព្យាយាមដេស្លាបឲ្យ Denzi អញ្ចឹងណាហើយពួកគេហ្នឹងក៏ចាប់ផ្ដើមចង់សម្រុងជាមួយនឹងគ្នាចំណែកក្រុមទាហាននៅពេលដែលធ្វើដំណើរទៅដល់ព្រះបរមរាជវាំងហើយគេក៏បានយកគុជនាគគ្រាហ្នឹងយកទៅថ្វាយព្រះមហាក្សត្រពួកពេលហ្នឹងទ្រង់បញ្ឈួនយ៉ាងខ្លាំងហើយពេលដែលគេដាក់អញ្ចឹងទៅគឺព្រះមហាក្សត្រហ្នឹងគាត់ក៏មានកម្លាំងត្រឡប់មកល្អធម្មតាឡើងវិញព្រោះវេទមន្តដែលចេញពីពងនាគគ្រាហ្នឹងគឺជាវេទមន្ត
អមតៈហើយនៅពេលដែលកម្លាំងរបស់សត្វនេក្រីហ្នឹងគឺប្រើប្រាស់ភាសាហ្នឹងគឺធ្វើឲ្យពីងហ្នឹងគឺមានអារម្មណ៍ដូចជាអស់កម្លាំងហើយបានពួកគេហ្នឹងក៏បានធ្វើដំណើរទៅដល់ឆាងអានហ្នឹងដូចគ្នាដែរប៉ុន្តែបន្តមកទៀតហ្នឹងពួកគេក៏បានហោះចូលទៅក្នុងទឹកមួយទៅហើយចូលទៅក្នុងមហាប្រាសាទមួយដែលមហាប្រាសាទហ្នឹងគឺជាមហាប្រាសាទដែលចែកចែងអំពីប្រវត្តិនៃការទំនាក់ទំនងរបស់ពួកគេជាមួយនឹងមនុស្សក៏ដូចជាអ្នកថែរក្សាពួកគេនឹងឯងក៏ដូចជាសាច់រឿងដែលយើងបានដឹងមកពីខាងដើមចំណែកឯបរិយាគ្រូដែលជាបរិយាគ្រូបិសាចនៅវិញនៅពេលដែលឃើញព្រះមហាក្សត្របានល្អឧស្សាហ៍អញ្ចឹងព្រះមហាក្សត្រហ្នឹងគឺអរគុណទៅបរិយាគ្រូណាស់បណ្ដាបរិយាគ្រូក៏បាននិយាយប្រាប់ថានៅក្នុងពងនៃគ្រាហ្នឹងបើតាមសាស្ត្រាដែលគេទៅសេមកការពីព្រះមហាក្សត្រមុននោះគឺគេនិយាយថានៅពេលដែលយើងធ្វើពិធីសមរម្យទៅអាចធ្វើឲ្យព្រះមហាក្សត្រហ្នឹងគឺមានជីវិតអមតៈអញ្ចឹងណាតែពេលនោះព្រះមហាក្សត្រហ្នឹងគាត់ក៏សួរទៅកូនប្រុសរបស់គាត់ហើយរាជបុត្រក៏បាននិយាយថាពិតជាមានអញ្ចឹងមែនប៉ុន្តែគឺមិនមែនអាចធ្វើបានគ្រប់គ្នាទេលុះត្រាតែព្រះជាម្ចាស់ជ្រើសរើសបានយើងអាចធ្វើបានមិនមែនបានន័យថាយើងត្រូវតែធ្វើពិធីដោយខ្លួនឯងទេព្រះមហាក្សត្រស្ដាប់ឮអញ្ចឹងទៅទ្រង់ក៏បាននិយាយប្រាប់ព្រះគ្រូថាកុំឲ្យព្រះគ្រូនឹងគិតចង់ធ្វើកិច្ចការទាំងអស់ហ្នឹងហើយស្ដីឲ្យព្រះគ្រូនឹងបែបភាសាសមរម្យអញ្ចឹងណាថាឥឡូវព្រះគ្រូនឹងគិតតែរឿងតែងកំណាព្យហើយនឹងការចិញ្ចឹមសត្វល្អរបស់ព្រះគ្រូទៅព្រោះព្រះគ្រូនឹងគាត់នឹងគឺជាព្រះគ្រូបិសាចដែលគាត់មានពីពីងបិសាចគឺគាត់មានមេអំបើបិសាចហើយនឹងសត្វអត់បិសាចជាច្រើនទៀតពេលហ្នឹងគាត់ខឹងនឹងព្រះមហាក្សត្រណាគាត់ក៏បានធ្វើដំណើរទៅកាន់ទីលំនៅរបស់គាត់ទៅទីលំនៅរបស់គាត់នឹងវាគឺជាទីក្រុងមួយនៅខាងក្រោមទឹកដែលទីក្រុងដែលគេបានបោះបង់ជប់រស់នៅអញ្ចឹងណានៅទីតាំងហ្នឹងគឺគាត់ក៏បានជួបមួយកូនចៅរបស់គាត់ហើយពេលហ្នឹងគាត់សួរកូនចៅរបស់គាត់ថាតើគម្រោងការរបស់គេនឹងទទួលបានជោគជ័យនៅហើយកូនចៅនឹងក៏និយាយថាចិត្តបានជោគជ័យតែកូនចៅនឹងគឺគាត់អត់ចង់ឲ្យមេគាត់នឹងធ្វើកិច្ចការទាំងអស់ហ្នឹងទេតានឹងក៏និយាយថាគឺគាត់ចង់ខ្លាចទៅជាព្រះជាម្ចាស់ចាប់ហ្នឹងហើយគឺគាត់ចង់សម្លាប់រាជាធិរាជនឹងចោលប៉ុន្តែនៅពេលដែលគាត់កំពុងតែនិយាយមួយកូនចៅរបស់គាត់នឹងដោយសារតែអធម្មពលឈីរបស់កូនចៅរបស់ព្រះគ្រូនឹងគឺក៏ស្រាប់តែវានឹងបង្ហាញពន្លឺដូចជាធម្មពលឈីរបស់ពីងដែរអញ្ចឹងតានឹងគាត់ក៏នឹកឃើញល្បិចមួយព្រោះគាត់ដឹងហើយតានឹងក៏ជាអ្នកអាយរសាននេះមកពីចំនួនមុនដែរហើយគាត់ក៏បានប្រើឲ្យតានឹងទៅជួបជាមួយនឹងពីងហើយនឹងដេនស៊ីដែលគេកំពុងតែធ្វើដំណើរមកឆាងអាននឹងដេនស៊ីបានប្រាប់ទៅពីងថាការពីដើមឡើយមនុស្សនឹងអ្នកក្រៀតសាមគ្គីគ្នាណាក្នុងការប្រជុំជាមួយនឹងបិសាចទាំងអស់នឹងតែពីងនឹងអត់ចិត្តទេនឹងឆ្ងល់ថាបើសិនជាពួកគេមានសាមគ្គីភាពជាមួយគ្នាហេតុអីក៏បច្ចាអធិរាជនឹងចាប់អ្នកក្រៀតយកត្រាក់ឃុំនៅខាងក្រោមប្រាសាទតែដេនស៊ីក៏អត់ចង់ឆ្លើយពាក់ព័ន្ធនឹងសំណួរនឹងទេចំណែកឯច្រកទ្វារដែលចូលទៅខាងក្នុងព្រះបរមរាជវាំងនឹងក៏ត្រូវបានគេបិទនៅខាងក្រោមព្រះបរមរាជវាំងនឹងគឺមានទីក្រុងមួយឈ្មោះថាវូជីងទីក្រុងនេះគឺវាមានច្រកចូលទៅខាងក្នុងព្រះបរមរាជវាំងព្រោះបើសិនជាពួកគេហោះដល់សំដៅដែលទៅខាងក្នុងព្រះបរមរាជវាំងតែម្ដងប្រកាសជាជួបជាមួយនឹងកងទាហានជាច្រើននៅអញ្ចឹងហើយគឺមានតែវិធីសាស្ត្រចូលតាមច្រកទ្វារនឹងតែប៉ុណ្ណោះតែខុសត្រង់ច្រកទ្វារនឹងពេលនេះគឺត្រូវបានគេកសាងកំពែងបិទអត់អាចចូលទៅបានទេពួកគេនឹងក៏ប្រុងទម្លុះទ្វារចេញទៅបានពេលនោះយើងក៏លេចចាញ់កូនចៅរបស់ព្រះគ្រូមកដល់ទីតាំងតែម្ដងទៅពេលនេះយើងក៏បានដឹងថាកូនចៅរបស់ព្រះគ្រូនឹងគាត់នឹងក៏ជា Dragon Keeper ដែរគឺជាអ្នកថែរក្សាអ្នកគ្រាដែលជាប្រពន្ធរបស់ Denzi នឹងឯងនៅពេលដែលឃើញគ្នាអញ្ចឹងទៅពួកគេនឹងក៏សប្បាយរីករាយជាមួយនឹងគ្នាដែរទន្ទឹមនឹងដែរលោកតានឹងគាត់ក៏បានប្រាប់ថាគឺបើសិនជា Denzi គាត់ចូលទៅក្នុងទីក្រុង Wujing អត់បានទេព្រោះដោយសារតែទីក្រុងដែលត្រូវបានគេបោះបង់ចោលនឹងគឺមានពលឹងវិញ្ញាណបិសាចជាច្រើនហើយដោយសារតែកម្លាំងធាតុរបស់អ្នកគ្រាខ្លាំងអញ្ចឹងបើសិនជាគេចូលទៅប្រកាសជាកម្លាំងធាតុគេនឹងធ្វើឲ្យបិសាចឬក៏ដូចជាធ្វើឲ្យពលឹងនានានៅក្នុងទីតាំងនឹងគឺវាមានបញ្ហាការឡើងជាមិនការដូច្នេះគេអាចចូលទៅដោយរបៀបនឹងបានទេហើយពេលហ្នឹងគាត់ក៏បានរកពីវិធីសាស្ត្រដើម្បីចូលទៅអញ្ចឹងណាហើយគាត់ក៏បានប្រើកម្លាំងធាតុរបស់គាត់ហ្នឹងទាញថ្មម្ដុំនឹងចេញមកតែថ្មម្ដុំហ្នឹងគឺឃើញតែច្រកហ្នឹងចូលបានតែមនុស្សតូចៗនឹងតែប៉ុណ្ណោះអញ្ចឹងហើយគឺពួកគាត់ទាំងពីរនាក់ចូលទៅតាមច្រកហ្នឹងចំណែកឯ Denzi គឺគាត់ហ្នឹងហោះពីខាងលើវាំងអញ្ចឹងណាតែនៅខាងក្នុងព្រះបរមរាជវាំងព្រះចៅអធិរាជទ្រង់ភ័យណាទ្រង់និយាយថាប្រកាសជាពូជអ្នកគ្រាហ្នឹងវាមកតាមរកកូនរបស់វាដូច្នេះត្រូវឲ្យមេតបហ្នឹងគាត់ត្រៀមខ្លួនដើម្បីប្រយុទ្ធតតាំងជាមួយនឹងអ្នកគ្រាទៅនៅពេលដែលពីងហើយនឹងកូនចៅរបស់ព្រះគ្រូចូលទៅដល់ទីក្រុងនៅខាងក្រោមហ្នឹងនាងគឺមានការកោតសរសើរនៅការប្រើប្រាស់កម្លាំងធាតុរបស់លោកគ្រូនឹងខ្លាំងមែនតើនាងក៏បានសួរលោកគ្រូហ្នឹងតើយើងត្រូវធ្វើយ៉ាងណាដើម្បីប្រើកម្លាំងធាតុលោកគ្រូហ្នឹងក៏គាត់និយាយថាអ្វីក៏ដោយគឺវាមានការរៀនសូត្រហើយទន្ទឹមទៅនឹងដែរគឺយើងមិនបាច់បង្ខំពេកទេយើងស្ថិតនៅជាកណ្ដាលណាបើមិនយើងបង្ខំពេកប្រកាសជាអត់ទទួលបានជោគជ័យទេពីងនាងក៏បានសាកល្បងឃើញថានាងទទួលបានជោគជ័យនាងសប្បាយចិត្តណាស់មែនតើនាងអរគុណលោកគ្រូហ្នឹងហើយពួកគេហ្នឹងក៏បានឡើងទូកហ្នឹងធ្វើដំណើរទៅកាន់ច្រកដែលចូលទៅខាងក្នុងព្រះបរមរាជវាំងទៅចំណែកឯ Denzi វិញគាត់ក៏បានទៅបើកការវាយលុកនៅខាងក្នុងព្រះបរមរាជវាំងគាត់ហោះទៅពីខាងលើហើយពេលហ្នឹងទាហានទាំងអស់គ្នាហ្នឹងក៏បានបើកការវាយប្រហារទៅលើ Denzi ទៅតែដោយសារតែគាត់ហ្នឹងគឺជាស្ដេចនៃគ្រាដូច្នេះគ្មានទាហានណាហ្នឹងអាចចាប់គាត់បាននោះទេចំណែកឯពីងវិញនាងក៏បានលួចចូលទៅក្នុងព្រះបរមរាជវាំងទទួលបានជោគជ័យពេលហ្នឹងនាងបានចូលទៅក្នុងព្រះដំណាក់ដែលព្រះមហាក្សត្រកំពុងតែសោយរាជនាងបានឃើញព្រះរាជបុត្រចាក់ចេញមកពីក្នុងដំណាក់ហ្នឹងទាំងអត់សប្បាយចិត្តចំណែកឯព្រះមហាក្សត្រវិញពេលហ្នឹងគឺមេតមហ្នឹងគាត់ក៏បានកូនចៅរបស់គាត់នៅការពីព្រះមហាក្សត្រទៅព្រោះ Denzi គឺគាត់វាយលុកនៅខាងក្នុងព្រះបរមរាជវាំងហ្នឹងហើយនៅពេលដែលឃើញថាកងទ័ពចាស់ចេញទៅអស់អញ្ចឹងភីងនាងក៏បានទៅដណ្ដើមយកពងអ្នកគ្រានឹងមកទៅ
ដំបូងតែទាំងអស់ហ្នឹងអត់ចង់ឲ្យពងអ្នកគ្រីនឹងមកនាងទេប៉ុន្តែពេលហ្នឹងនាងក៏បានប្រើកម្លាំងធាតុរបស់នាងទៅក៏ធ្វើឲ្យនាងអាចទទួលពងអ្នកគ្រីទទួលបានជោគជ័យចំណែកអ្នកបញ្យលនៅខាងក្រៅជាមួយនឹងសត្វនាគវិញឃើញអញ្ចឹងពួកគេក៏ផ្អាកលែងបញ្យលអញ្ចឹងណាទន្ទឹមនឹងតែព្រះមហាក្សត្រហ្នឹងគឺទ្រង់ហ្នឹងគឺឆ្ងល់មែនតើតែហេតុអីហ្នឹងក៏នាងត្រូវទៅយកពងអ្នកគ្រីនឹងប៉ុន្តែនាងអត់មកអត់កឲ្យច្រើនទេហើយនាងក៏ព្យាយាមរំដោះខ្លួនទៅកងទាហានក៏បានមកបាញ់ព្រួយនាងថានាងឆ្លាតណាស់នាងបកកែណាស់នាងក៏បានឡើងទៅលើដំបូលហើយពេលហ្នឹងគឺនាងបានស្រែកប្រាប់ទៅអ្នកគ្រីដិនស៊ីថានាងដណ្ដើមយកពងអ្នកគ្រីទទួលបានជោគជ័យប៉ុន្តែរំពេចហ្នឹងក៏ស្រាប់តែកងទាហានជាច្រើនហ្នឹងបានបាញ់ព្រួយទៅលើនាងឃើញថានាងត្រូវព្រួយញ៉ៃដិនស៊ីដោយសារឃើញថាពីងនាងត្រូវព្រួយចង្ហាយហ្នឹងគឺគាត់អត់សប្បាយចិត្តទេគាត់ខឹងមែនតើគាត់ក៏បានហោះចាក់ចេញពីខាងក្នុងព្រះបរមរាជវាំងតែប៉ុន្តែពេលហ្នឹងតាមពិតគ្រប់យ៉ាងគឺជាល្បិចរបស់ពីងហ្នឹងតែប៉ុណ្ណោះពីងគឺនាងបានរើសយកព្រួយពីខាងក្នុងបរិដំណាក់ហ្នឹងយកមកប្រឡំធ្វើជាត្រូវរបួសហើយនាងបលែងអាពងអ្នកគ្រីកាញ់ខ្លាយដែលនៅខាងក្នុងហ្នឹងគឺជាសត្វអំពិលអំពែនឹងតែប៉ុណ្ណោះហើយនៅពេលដែលមេតបគឺគាត់ទទួលបានអាសម្បុកហ្នឹងទៅបានគាត់ដឹងថាគាត់ចាញ់ល្បិចពីងនោះទេពីងគឺគាត់បានចូលទៅខាងក្នុងព្រះបរមរាជវាំងម្ដងទៀតដែរពេលហ្នឹងគឺគាត់ចូលទៅចាំដំណាក់របស់ព្រះរាជបុត្រាអញ្ចឹងណាកូនចៅរបស់ព្រះរាជបុត្រាហ្នឹងក៏បានមកវាយតទល់ជាមួយនឹងនាងហើយនាងក៏បានប្រើកម្លាំងទៀតរបស់នាងទទួលបានជោគជ័យទៅតែពេលនោះគឺព្រះរាជបុត្រហ្នឹងក៏ចាប់បានពងអ្នកគ្រីនឹងដំបូងពីងគឺគិតថាម្នាក់ហ្នឹងគឺជាអ្នកបម្រើគឺនាងអត់គិតទេថាគឺជាព្រះរាជបុត្រហើយព្រះរាជបុត្រនោះគាត់ក៏ទះពីងមកកំភ្លៀងទៅពីងក៏បានទះព្រះរាជបុត្រមកកំភ្លៀងវិញថាទោះបីអ្នកគឺជាអនាគតប្រជាអធិរាជក៏ដោយប៉ុន្តែអ្នកកុំឆ្លើយដាក់ខ្ញុំអញ្ចឹងណាហើយនៅពេលដែលទះធ្វើឲ្យព្រះរាជបុត្រនឹងឈាមចំហចង្ហាយហ្នឹងនាងក៏ទាញពងអ្នកគ្រីហើយនឹងសត្វកដោរបស់នាងហ្នឹងចាក់ចេញពីខាងក្នុងព្រះបរមរាជវាំងហ្នឹងទទួលបានជោគជ័យទៅហើយព្រះរាជបុត្រគេក៏បានយកដំណឹងទាំងអស់ហ្នឹងទៅប្រាប់មេតបណាថាតើពេលនេះគឺនាងធ្វើដំណើរទៅទីតាំងណាព្រោះពេលហ្នឹងគឺព្រះរាជបុត្របានបោះហាទឹកខ្មៅដែលគេសម្រាប់ទៅសេហ្នឹងនៅលើបាតជើងរបស់ពីងអត់ដឹងទេថាបាតជើងខ្លួនឯងហ្នឹងគឺមានស្នាមខ្មៅដែលអាចឲ្យគេហ្នឹងត្រាក់ដោតនឹងទីតាំងរបស់នាងណាពេលហ្នឹងគឺនាងសប្បាយចិត្តមែនទែននៅពេលដែលនាងធ្វើកិច្ចការទាំងអស់ទទួលបានជោគជ័យយកពងទៅជួបជាមួយនឹងគ្រូតែគ្រូហ្នឹងដោយសារតែគាត់ហ្នឹងគឺជាកូនចៅរបស់ព្រះជាដូចជាគ្រូអញ្ចឹងហើយគឺគាត់គិតថាគាត់ធ្វើហ្នឹងអត់សូវត្រឹមត្រូវទេប៉ុន្តែដោយសារតែគាត់ហ្នឹងគេហៅថាមានបំណុលជាមួយនឹងព្រះជាគ្រូហ្នឹងអញ្ចឹងហើយគឺគាត់ក៏សម្រេចចិត្តធ្វើកិច្ចការទាំងអស់ហ្នឹងពេលហ្នឹងគេក៏បានជួបជាមួយនឹងព្រះជាគ្រូអត់អន់ឯកទេគាត់ក៏បានប្រើបិសាចសត្វអត់របស់គាត់ទៅដណ្ដើមយកពងអ្នកគ្រីទទួលបានជោគជ័យទៅហើយគាត់បានដាក់ថ្នាំដើម្បីសម្លាប់ពីងថែទៅផងតែពេលនោះកូនចៅរបស់ព្រះជាគ្រូហ្នឹងគឺគាត់ចិត្តមិនដាច់អញ្ចឹងហើយគាត់ក៏បានដាក់ថ្នាំបន្សាបទៅក្នុងរូបរាងកាយរបស់នាងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានចាក់ចេញពីទីតាំងហ្នឹងពេលហ្នឹងគឺគេបានយកពងអ្នកគ្រីហ្នឹងយកទៅដាក់នៅខាងក្នុងម៉ាស៊ីនមួយដែលម៉ាស៊ីនហ្នឹងវាគឺជាម៉ាស៊ីនដែលធ្វើឲ្យព្រះជាគ្រូហ្នឹងគាត់មានជីវិតអមតៈហើយនៅពេលដែលគាត់ដាក់ឲ្យអញ្ចឹងទៅគាត់ហ្នឹងគឺសាហាវខូខើណាស់គឺគាត់បានសម្លាប់កូនចៅរបស់គាត់ចោលតែម្ដងដោយប្រើឲ្យសត្វបិសាចរបស់គាត់ហ្នឹងសម្លាប់ពួកគេទៅហើយគាត់ក៏បានឡើងទៅខាងក្នុងម៉ាស៊ីនហ្នឹងហើយគាត់និយាយថានៅពេលដែលគាត់ខ្លាចទៅជាជីវិតអមតៈគាត់នឹងបន្ទុកឲ្យពីណាគេរស់រានមានជីវិតទេចំណែកពីងវិញនៅពេលដែលនាងភ្ញាក់រួចខ្លួនមកពីថ្នាំសណ្ដំហ្នឹងហើយនាងកំប្រងចាក់ចេញទៅយកពងអ្នកគ្រីនឹងវិញតែពេលនោះកាពីតានក៏គាត់មកដល់ទីតាំងហ្នឹងហើយពួកគេហ្នឹងក៏បានធ្វើដំណើរជាមួយគ្នាទាំង4នាក់ហ្នឹងធ្វើដំណើរទៅខាងក្នុងទីតាំងនៅទៅពេលហ្នឹងគឺកាពីតានហ្នឹងគាត់ចាប់ពីងចងអញ្ចឹងណាហើយពីងដោយសារតែនាងដឹងថាកម្លាំងរបស់មេតបហ្នឹងអាចតទល់ជាមួយនឹងពួកគេទាំងអស់គ្នានៅបានទេរំពេចនោះនាងក៏ស្រែករកគ្រូរបស់នាងហើយនាងក៏បានឃើញថាគ្រូរបស់នាងត្រូវសត្វបិសាចហ្នឹងបានខំសម្លាប់ហើយពេលហ្នឹងនាងក៏បានប្រើធម៌ពលរបស់នាងជួយសង្គ្រោះគ្រូនឹងមកទទួលបានជោគជ័យដែលធ្វើឲ្យមេតបគឺគាត់ប៉ើងទៅមកខាងហើយនៅពេលដែលឃើញថាកម្មវិធីផលិតជីវិតអមតៈរបស់ព្រះរាជគ្រូចិត្តទទួលបានជោគជ័យអញ្ចឹងពួកគេហ្នឹងគឺប្រងចូលទៅខាងក្នុងម៉ាស៊ីនហ្នឹងដើម្បីបញ្ឈប់ប៉ុន្តែបើសិនជាពួកគេចូលទៅហ្នឹងកម្លាំងធាតុរបស់គេហ្នឹងប្រកាសជាត្រូវម៉ាស៊ីនហ្នឹងគឺវាទាញយកអស់ទៅខាងក្នុងខ្លួននឹងធ្វើគេហ្នឹងស្លាប់បាត់បង់ជីវិតចឹងកំពុងតែបកកាយគ្នាអញ្ចឹងក៏ស្រាប់តែមេតបគឺគេស្វាហាប់ណាស់ហ្នឹងគឺគេទៅរកទាញមកប៉ុន្តែពេលហ្នឹងដោយសារតែអាម៉ាស៊ីនហ្នឹងទាញកម្លាំងធាតុពីគាត់ហ្នឹងក៏ស្រាប់តែខ្លាចទៅជាសក់សអញ្ចឹងទៅហើយពីងគឺនាងប្រងចូលទៅតែលោកតាក៏គាត់ទៅថាពីងគឺមានទូនាទីក្នុងការថែរក្សាសត្វនេះដែលនៅរស់អញ្ចឹងដូច្នេះហើយទុកឲ្យគាត់ជាអ្នកទៅធ្វើកិច្ចការទាំងអស់នឹងដំបូងពីងនាងអត់ព្រមទេតែតាក៏គាត់បំភាន់ភ្នែកនាងអញ្ចឹងទៅហើយគាត់ក៏ចូលទៅឃើញថាកម្លាំងវាពិតជាទទួលបានជោគជ័យមែនប៉ុន្តែរូបរាងកាយរបស់គាត់ហ្នឹងក៏ត្រូវស្លាប់បាត់បង់ជីវិតហើយនៅពេលដែលគេយកពងហ្នឹងទទួលបានជោគជ័យហើយអញ្ចឹងយើងឃើញថាប្រជាគ្រូហ្នឹងគាត់ក៏អាចសម្រេចកិច្ចការហ្នឹងបានមួយផ្នែកអញ្ចឹងណាព្រោះពេលហ្នឹងគឺយើងឃើញថាពួកបិសាចជាច្រើនហ្នឹងគឺវាបានចេញមកពីខាងក្នុងភ្នូររបស់វាហើយសូម្បីតែប្រជាគ្រូហ្នឹងក៏បានខ្លាចទៅជាបិសាចដែលរូបរាងរបស់គាត់ស្តៀងទៅនឹងសត្វនាគដែរគឺមានពណ៌ក្រហមចំណែកឯកណ្ដោជាទីស្រឡាញ់របស់ពីងវិញពេលហ្នឹងគឺគេឆ្លាតណាស់គេជាជាមហត់រកតម្រុយទៅរកច្រកចូលជួបជាមួយនឹង Denzi អញ្ចឹងណាហើយនៅពេលដែលគេរត់អញ្ចឹងទៅគេក៏បានទៅជួបជាមួយនឹង Denzi មែនហើយគេនឹងនិយាយប្រាប់ Denzi អញ្ចឹងទៅបន្ទោះបីជាដំបូងអត់យល់គ្នាមែនតែ Denzi ក៏ដឹងថាពេលនេះគឺពីងនាងកំពុងតែមានគ្រោះថ្នាក់ហើយគាត់ក៏បានទម្លុះទ្វារនឹងចូលទៅជួយពីងពេលនោះពីងគឺនាងកំពុងតែប្រយុទ្ធជាមួយនឹងបិសាចព្រះជាគ្រូហើយនាងក៏បានឲ្យមេតបនឹងធ្វើយ៉ាងណាយកពងនេះគ្រីនឹងទៅថែរក្សាបានល្អទុកឲ្យនាងនឹងប្រើកម្លាំងធាតុរបស់នាងប្រយុទ្ធជាមួយនឹងបិសាចនឹងទៅនាងក៏បានប្រើកម្លាំងធាតុរបស់នាងប្រយុទ្ធជាមួយនឹងបិសាចនឹងឃើញថាដំបូងទទួលបានជោគជ័យមែនតែនៅពេលដែលគេងើបឡើងវិញមកគេក៏បានឲ្យវាយទៅពីងវិញទៅពីង
ពីងស្លាប់ឲ្យសំណាងល្អក៏ស្រាប់ថាចេញ Denzi ហ្នឹងគេមកវាយជាមួយនឹងបិសាចនឹងតែម្ដងណាចំណែកមេតបវិញហ្នឹងក៏បានចេញទៅដល់ខាងក្រៅតែពេលហ្នឹងយើងឃើញថាបិសាចជាច្រើនហ្នឹងក៏បានអុកឡោមពាត់វាយដណ្ដើមយកពងអ្នករីនឹងគាត់ព្យាយាមវាយដណ្ដើមជាមួយនឹងពួកគេនឹងទៅតែឃើញថាគាត់អត់ទទួលបានជោគជ័យទេសំណាងល្អហើយកងធានរបស់គាត់ហ្នឹងគេក៏បានជីកទូកធ្វើដំណើរមកដល់ទីតាំងនឹងដែរហើយពេលហ្នឹងគេក៏បានទៅឡើងវាយតទល់ជួយសង្គ្រោះមេរបស់គាត់ទៅចំណែកឯពួកគេទាំងពីរនាក់ដែលកំពុងតែវាយតទល់ជាមួយនឹងបិសាចនេះវិញហ្នឹងឃើញថាពេលហ្នឹងគឺអ្នករីទាំងពីរហ្នឹងគឺគេបានធ្លាក់ទៅខាងក្រោមណាហើយគេគិតថាបិសាចហ្នឹងវាប្រកាសជាស្លាប់ហើយប៉ុន្តែមានណាបិសាចហ្នឹងគឺវាអត់ស្លាប់ទេវានៅតែមកវាយតទល់ជាមួយនឹងគ្នាទៀតពេលនោះគឺ Denzi ហ្នឹងផោចពីងហ្នឹងគ្នាចាក់ចេញពីទីតាំងរបស់ទៅពីងគឺថាអត់ទេគ្នាអត់ចាក់ចេញទេគឺនាងត្រូវតែនៅជួយសង្គ្រោះ Denzi ហ្នឹងឲ្យតតែបានណាដោយសារតែពួកគេឃើញថាកម្លាំងជាតិរបស់ពួកគេហ្នឹងកាន់តែខ្សោយទៅដូច្នេះហើយអញ្ចឹងពេលនោះពីងគ្នាក៏នឹកឃើញទៅដល់មធ្យោបាយមួយនាងក៏បានឲ្យកណ្ដោរបស់នាងហ្នឹងគេឡើងទៅពន្យាពេលជាមួយនឹងបិសាចអ្នកក្រៀកអញ្ចឹងណាព្រោះបិសាចអ្នកក្រៀកហ្នឹងរូបរាងរបស់គេហ្នឹងកាន់តែធំទៅហើយពីងវិញនាងឡើងទៅលើ Denzi អញ្ចឹងទៅហើយនាងប្រាប់ថាពួកគេទាំងពីរនាក់ហ្នឹងត្រូវតែប្រើកម្លាំងធាតុរួមគ្នាដើម្បីបាញ់ទៅលើបិសាចហ្នឹងដើម្បីឲ្យគេហ្នឹងរីកមាឌកាន់តែធំទៅព្រោះនៅទីតាំងហ្នឹងវាគឺជាទីតាំងចលងភ្នំអញ្ចឹងបើសិនជារូបរាងរបស់គេកាន់តែធំទៅហ្នឹងគឺអាចឲ្យគេហ្នឹងផ្ទុះស្លាប់នៅខាងក្រោមដីហ្នឹងណានៅពេលដែលនិយាយអញ្ចឹងទៅ Denzi ហើយនឹងពីងហ្នឹងគេក៏បានប្រើមធ្យោបាយហ្នឹងហើយគេក៏ព្យាយាមបញ្ចេញកម្លាំងធាតុរបស់គេចូលទៅក្នុងរូបរាងកាយរបស់បិសាចហ្នឹងតែបិសាចគឺគេគិតថាបើសិនជាអ្នកធ្វើអញ្ចឹងវានឹងធ្វើឲ្យគេកាន់តែមានកម្លាំងធាតុខ្លាំងទៅគេដឹងទេថានៅពេលដែលគេធំហ្នឹងគេអាចចេញពីខាងក្នុងរូងភ្នំនឹងបានហើយនៅពេលដែលគេធ្វើអញ្ចឹងទៅគូទទួលបានជោគជ័យពួកគេក៏ព្យាយាមរត់ចេញមកពីខាងក្នុងរូងភ្នំនឹងទៅចំណែកឯបិសាចហ្នឹងវាក៏បានផ្ទុះស្លាប់ហើយអាកម្លាំងនៃការស្លាប់របស់វាហ្នឹងក៏បានធ្វើឲ្យបិសាចនៅខាងក្រៅដែលកំពុងតែប្រយុទ្ធជាមួយទាហានហ្នឹងក៏គេស្លាប់បាត់បង់ជីវិតទៅដែរព្រោះមេរបស់ពួកគេហ្នឹងស្លាប់បាត់បង់ជីវិតទៅហើយនៅពេលហ្នឹងគឺយើងឃើញថាកាពីតែនដំបងអត់ចង់ឲ្យពងអ្នកក្រៀកហ្នឹងទៅពីងទេប៉ុន្តែដោយសារតែគាត់ឃើញពីងហើយនឹង Denzi ចឹងហើយទន្ទឹមនឹងដែរគឺគាត់យល់ពីតម្លៃនៃជីវិតអ្នកក្រៀកហ្នឹងគាត់ក៏យល់ព្រមឲ្យពងអ្នកក្រៀកហ្នឹងទៅឲ្យពីងនឹង Denzi វិញទៅពួកគេហ្នឹងក៏បានជួបដំណើរគ្នាចាក់ចេញពីទីតាំងដើម្បីយកខៃហ្នឹងទៅប្រសូតនៅក្នុងដែនដីអ្នកក្រៀកគេអញ្ចឹងណាហើយពេលហ្នឹងគេក៏បានហោះចូលទៅដល់ចក្រវាលនៃអ្នកក្រៀកដែរពេលហ្នឹងគឺយើងមិនចាំបាច់ធ្វើអីទេនៅពេលដែលយើងនៅក្នុងចក្រវាលនៃអ្នកក្រៀកហ្នឹងខ្យល់ហ្នឹងវានឹងនាំយើងធ្វើដំណើរទៅដល់ដែនដីឬក៏នគររបស់អ្នកក្រៀកហើយពេលហ្នឹងគឺគេហោះបានបន្តិចទៅឃើញថាសម្បុរពងរបស់ខៃហ្នឹងវាប្រែទៅជាខ្មៅបានន័យថាកម្លាំងធាតុរបស់គេហ្នឹងគឺវាកាន់តែខ្សោយទៅហើយបើសិនជាយកទៅដល់ទីតាំងអត់ទាន់ទេគេអាចនឹងស្លាប់អញ្ចឹងណាហើយសំណាងល្អគេក៏បានហោះទៅដល់ទីតាំងហ្នឹងប៉ុន្តែឃើញថា Denzi ហ្នឹងគឺគេអស់កម្លាំងខ្លាំងមែនទែនគេអាចចូលទៅក្នុងលហាងហ្នឹងជាមួយនឹងពីងបានទេពីងនឹងរត់រះយកខៃហ្នឹងទៅទម្លាក់នៅក្នុងទឹកសម្រាប់កើតហ្នឹងហើយនៅពេលដែលគេធ្លាក់ចូលអញ្ចឹងទៅពន្លឺក៏បានលិចទៅដែនឡើងហើយពេលហ្នឹងខៃគេក៏កើតមកខ្លាចទៅជាកូនអ្នកក្រៀកដុកជូតហក់មកអោបពីងងាយសប្បាយចិត្តខ្លាំងមែនទែនតែកូនអ្នកក្រៀកនៅពេលដែលកើតហើយអត់ឃើញឪពុកអញ្ចឹងហ្នឹងគេក៏បានហោះចេញមកខាងក្រៅឃើញថាឪពុករបស់គេហ្នឹងគឺចិត្តបាត់បង់ជីវិតហើយពេលនោះមានព្យុះខ្មៅមួយហ្នឹងគឺកំពុងតែបង្ហាញឥទ្ធិពលរបស់វាជាសញ្ញាប្រាប់ថា Denzi គាត់នឹងត្រូវស្លាប់បាត់បង់ជីវិតពីងគឺនាងសោកសង្រេងខ្លាំងមែនទែនហើយ Denzi គាត់ក៏បានលើកទឹកចិត្តពីងទៅកុំឲ្យពីងគឺនាងគិតច្រើនអីនេះវាគឺជាជោគវាសនាវាគឺជាព្រមលិខិតដែលបានចាកម្រិតមកអញ្ចឹងណាហើយមុននឹងបែកគ្នាកូនកដោនគេក៏បានទៅលាជាមួយនឹង Denzi មួយម៉ាត់ពីរម៉ាត់អញ្ចឹងទៅតែនៅពេលដែលគេឮពាក្យថាព្រមលិខិតក៏ដូចជាជោគវាសនាកំណត់មកអញ្ចឹងព្រោះពីងគឺនាងនឹកឃើញកំណត់មួយនាងនិយាយថា Denzi ហ្នឹងបាននិយាយប្រាប់នាងថានាងកើតមកហ្នឹងគឺជាទេសកលមែនប៉ុន្តែគឺនាងអាចផ្លាស់ប្ដូរជោគវាសនារបស់នាងហ្នឹងខ្លាចទៅជាអ្នកថែរក្សាអ្នកក្រៀកអញ្ចឹងហើយអីក៏នាងមិនអាចជួយទៅ Denzi បានអញ្ចឹងណាព្រោះនៅក្នុងប្រវត្តិសាស្ត្រអ្នកក្រៀកគេហ្នឹងគឺមានទន្លេមួយដែលទន្លេហ្នឹងគឺនឹងអាចព្យាបាលជំងឺគ្រប់បែបយ៉ាងរបស់សត្វអ្នកក្រៀកហើយប៉ុន្តែទន្លេហ្នឹងគឺវាស្ថិតនៅឆ្ងាយហើយពេលនេះ Denzi គឺគាត់អស់កម្លាំងធាតុនៅក្នុងការហោះទៅជាបន្តទៀតហើយដូច្នេះពីងនាងក៏នឹកឃើញកំណត់មួយគឺនាងប្រើកម្លាំងធាតុចុងក្រោយរបស់នាងហ្នឹងគឺព្យាយាមលើកខ្លួនប្រាណរបស់ស្ដេចអ្នកក្រៀក Denzi ហ្នឹងឡើងទៅលើអាកាសឲ្យគាត់ចូលទៅក្នុងកន្លងនៃលំហរបស់ពួកអ្នកក្រៀកទៅចឹងអាលំហខ្យល់វានឹងរុញច្រានរូបរាងកាយរបស់ស្ដេចអ្នកក្រៀកហ្នឹងទៅដល់ទន្លេអ្នកក្រៀកហ្នឹងដូច្នេះ Denzi គាត់នឹងរស់រានមានជីវិតនៅពេលដែលនាងធ្វើចឹងទៅនាងក៏ធ្វើទទួលបានជោគជ័យពេលហ្នឹងគឺនាងអញ្ញឹមរីករាយណាប្រពកខ្មៅហ្នឹងក៏បាត់ទៅកាន់ប្លង់ហ្នឹងមកយើងក៏បានឃើញថានាងកូនកដោរបស់នាងហើយនឹងកូនអ្នកក្រៀកហ្នឹងគេក៏បានធ្វើដំណើរមកដល់ភ្នំរបស់នាងវិញហើយពួកគេអញ្ញឹមសប្បាយរីករាយទៅហើយរឿង Dragon Keeper បញ្ចប់ដោយសង្ខេបត្រឹមនេះទៅសាច់រឿងនេះប្រកាសជាមានវគ្គទី2ឯព្រោះ Denzi ក៏គាត់នៅរស់ដែរហើយកូនអ្នកក្រៀកហ្នឹងអត់ទៅជាមួយនឹងឪវាទេវាមករស់នៅជាមួយនឹងពីងអញ្ចឹងបានន័យថាតិចទៀតពួកគេធំទៅមានរឿងរ៉ាវជាច្រើនទៀតដែលយើងគិតថាវាល្អមើលសម្រាប់យើងចង់តាមដានជាចុងក្រោយសាច់រឿង Dragon Keeper ហ្នឹងគេបានលើកទឹកចិត្តឲ្យមនុស្សយើងហ្នឹងកុំរស់ជឿទៅលើព្រហ្មលិខិតឬក៏អ្វីៗដែលកើតមកពីកំណើតនឹងខ្លាំងពេកសំខាន់ហ្នឹងគឺយើងត្រូវតែចេះកែខៃដកខាត់វាឲ្យល្អអញ្ចឹងណាមិនប្រកាសថាយើងកើតមកជាកូនអ្នកក្រហ្នឹងយើងអនាគតទៅហ្នឹងនៅតែក្រទេហើយមិនប្រកាសថាយើងកើតមកជាកូនអ្នកមានហ្នឹងអនាគតទៅយើងនៅតែមានទេបើសិនជាយើងធ្វេសប្រហែសយើងប្រកាសអាចខ្លាចទៅជាកូនអ្នកក្រហើយបើសិនជាយើងកូនអ្នកក្រហើយយើងនៅតែធ្វេសប្រហែសទៀតយើងប្រកាសជានឹងខ្លាចទៅជាកូនអ្នកក្ររហេមរហាមកាន់តែពិបាកវេទនាទៀតអញ្ចឹងជាចំក្រោយបើសិនជា admin និយាយទៅវាលើលោកខ្វះខាតត្រង់ការណា
មួយកុំប្រកែកប្រកាន់អីលើពីនោះទៀតហ្នឹងកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យប៉ោដែរមិនសម្រាប់រឿង Studio ឬ Diamond Drama ផងជម្រាបលាបាយបាយ